សួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាបងប្អូនកំពុងស្ដាប់ Channel អាត់កំបាំងបុរាណវីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាទៅតាមដានរឿងហេតុដែលកើតឡើងនៅភូមិបឹងបន្តទៀតនៅវគ្គមុនយើងបានដឹងហើយថាគ្រួសារលោកតាសត្រូវបានបាត់បង់សមាជិកម្ដងម្នាក់ចាប់ពីពិសីមីងច័ន្ទនិងរតនានៅពេលនេះលោកតាសនៅតែម្នាក់ឯងប៉ុណ្ណោះដូច្នេះសូមបងប្អូនស្ដាប់ដោយការប្រុងប្រយ័ត្នថាតើនឹងអាចមានរឿងអ្វីកើតឡើងចំពោះលោកតាសដែរឬទេរឿងនេះចាប់ផ្ដើមបន្ទាប់ពីការបាត់ខ្លួនរបស់មីងច័ន្ទនិងរតនាដែលជាកូនរបស់លោកតាសនៅក្នុងវីដេអូនេះរឿងរបស់យើងនឹងនិយាយអំពីលោកតាសដែលយើងដឹងហើយកាលពីវគ្គមុនយើងដឹងថាពិសីមីងច័ន្ទដែលជាប្រពន្ធរបស់លោកតាសនិងកូនរបស់គាត់រតនាបានបាត់ខ្លួនហើយបើសិនជាបងប្អូនចង់ដឹងអំពីការបាត់ខ្លួននិងហេតុការណ៍ដែលកើតឡើងនៅយប់ដែលពិសីនិងមីងច័ន្ទរតនាបាត់ខ្លួនបងប្អូនអាចទៅស្ដាប់នៅរឿងរបស់យើងនៅវគ្គមុនភាគទី3ខ្ញុំបាននិយាយលម្អិតទាក់ទងជាមួយនឹងការបាត់ខ្លួនរបស់ពិសីហើយនឹងហេតុការណ៍មួយចំនួនដែលបានកើតឡើងនៅក្នុងរាត្រីនៃការបាត់ខ្លួនរបស់ពិសីនិងពូនកូនរបស់លោកតាសអញ្ចឹងក្នុងសាច់រឿងលោកតាសបើសិនជាយើងពិនិត្យមើលឲ្យមែនតែនតាមន័យច្បាប់មានន័យថាគាត់មិនមែនជាអ្នកដែលសម្លាប់ពិសីនិងប្រពន្ធកូនរបស់គាត់ទេក៏ប៉ុន្តែនៅពេលដែលយើងពិនិត្យមើលមែនតែនលោកតាសគាត់ក៏មិនមែនជាមនុស្សដែរមានចិត្តមេត្តាធម៌ឬក៏មានចិត្តសន្តោសប្រោសប្រណីអ្វីជាណាស់ណាដែរអញ្ចឹងបន្ទាប់ពីការបាត់ខ្លួនហេតុការណ៍នៃការបាត់ខ្លួនរបស់ពិសីនិងប្រពន្ធកូនរបស់លោកតាសមកបឹងទាំងមូលក៏បានស្ថិតនៅក្នុងការចងចាំរបស់អ្នកភូមិដែលគេមិនបានហៅបឹងនោះថាជាបឹងទេប៉ុន្តែពួកគេបានហៅវាថាជាកន្លែងដែលមិនអាចឲ្យមនុស្សវិលត្រឡប់បានជាទីកន្លែងដែលមិនអាចវិលត្រឡប់ដែលបឹងយើងមើលទៅវាហាក់បីដូចជាស្ងប់ស្ងាត់នៅពេលថ្ងៃហើយវារឹតតែស្ងប់ស្ងាត់លើសពីធម្មតានៃធម្មជាតិនៃបឹងទៀតនោះគឺនៅពេលយប់ឡើងគឺវាមានសភាពស្ងប់ស្ងាត់លើសពីធម្មតាទៅទៀតហើយអ្នកភូមិតែងតែសង្កេតឃើញថានៅយប់15កើតច័ន្ទពេញបរមីគឺមានតែមួយយប់នឹងគត់ដែលសភាពទឹកគឺមិនស្ងប់ស្ងាត់មានន័យថាទឹកបឹងគឺមានសភាពពុះកញ្ជ្រោលហាក់ដូចជាមានអ្វីម្យ៉ាងនៅខាងក្រោមនឹងមិនស្ងប់ដូច្នោះដែរដូចជាមានអ្វីម្យ៉ាងចង់លាតត្រដាងឬក៏កំពុងទាមទារអ្វីដែលយើងអត់បានដឹងពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំ
រយៈពេលនៃការបាត់ខ្លួនរបស់ពិសីនិងក្រុមគ្រួសាររបស់លោកតាសមានរយៈពេលជិត10ឆ្នាំទៅហើយវាពិតជាលឿនណាស់ហើយត្រូវបានគេដឹងថារយៈពេលជិត10ឆ្នាំនេះមានមនុស្សយ៉ាងហោចណាស់7នាក់ទៅហើយដែលបានបាត់ខ្លួននៅក្នុងបឹងនេះមានសាកសពគ្មានសាក្សីមានតែរបស់របរមួយចំនួនដែលបន្សល់ទុកនៅមាត់បឹងដែលមានដូចជាស្បែកជើងឬក៏សម្លៀកបំពាក់ដែលគេបានឃើញនៅមាត់បឹងនេះនៅពេលដែលមានហេតុការណ៍កើតឡើងម្ដងតាក់ទងជាមួយនឹងការបាត់ខ្លួនរបស់អ្នកភូមិនៅក្នុងហេតុការណ៍នេះអ្នកភូមិពេលខ្លះរាយការណ៍ពេលខ្លះក៏នឹកឃើញថាការរាយការណ៍ទៅកាន់ប៉ូលីសឬក៏អាជ្ញាធរក៏មិនបាននាំអ្វីត្រឡប់មកវិញដែរហើយយើងក្រឡេកមើលទៅលោកតាសគាត់ក៏មិនមែនជាមនុស្សដែលគួរឲ្យខ្លាចរអានោះទេលោកតាសចាប់តាំងពីពេលនោះមកបន្ទាប់ពីបាត់ខ្លួនពិសីនិងប្រពន្ធកូនរបស់គាត់លោកតាសប្រែក្លាយទៅជាមនុស្សនិយាយតិចមិនសូវចូលចិត្តមាត់កច្រើនជំនួសដោយសកម្មភាពរបស់លោកតាសវិញជំនួសដោយសកម្មភាពរបស់គាត់គឺគាត់ចូលចិត្តធ្វើការច្រើនជាងនិយាយគាត់ព្យាយាមជួយអ្នកស្រុកអ្នកភូមិគាត់ព្យាយាមជួយការងារវត្តអារាមនៅពេលដែលគាត់ពំនេហើយអ្នកភូមិភាគច្រើនក៏ចាប់ផ្ដើមគិតថាការបាត់ខ្លួននៅក្នុងបឹងនេះវាអាចមកពីពំនាយទាយទំនាយពីបុរាណតាក់ទងជាមួយនឹងផលកម្មនៃមនុស្សដែលបានសាងនិងគិតថាចាត់ទុកវាជារឿងនិទានដែលចាស់ដំណាលតគ្នាតកូនចៅឲ្យមានការប្រុងប្រយ័ត្ននិងចេះស្រឡាញ់នៅសេចក្តីល្អនិងប្រព្រឹត្តតែភាពសុចរិតត្រឹមត្រូវចេះថែរក្សាគ្នាជួយយកអាសាគ្នានិងប្រព្រឹត្តតែអំពើដែលជាកុសលធម៌ដើម្បីជៀសវាងនៅការអូសទាញនិងការយាយីពីវិញ្ញាណឬក៏អមនុស្សទាំងឡាយឲ្យយើងរក្សាសិលរក្សាចិត្តធម៌មេត្តាករុណាចំពោះសពសត្វមនុស្សនិងអមនុស្សជាដើមការគិតរបស់អ្នកភូមិគឺមានការព្រួយបារម្ភហើយនឹងភ័យខ្លាចដោយព្យាយាមរក្សាចិត្តរក្សាសិលឲ្យមានមេត្តាករុណានៅក្នុងខ្លួនទទួលបាននូវភាពល្អប្រសើរនៅក្នុងជីវិតប៉ុន្តែសម្រាប់លោកតាសគឺមិនដូច្នេះទេការគិតរបស់លោកតាសពីមួយថ្ងៃទៅមួយថ្ងៃមានភាពផ្លាស់ប្រែហើយលោកតាសគឺមិននិយាយស្ដីអ្វីទាំងអស់គេតែងសង្កេតឃើញលោកតាសពីមួយថ្ងៃទៅមួយថ្ងៃយប់ណាក៏ដោយក៏គាត់សម្លឹងមើលទឹកផ្ទៃបឹងគាត់អង្គុយនៅយ៉រមុខផ្ទះក្រឡេកមើលទៅផ្ទៃបឹង
ជាពិសេសនៅតំបន់ជ្រោយត្រើយម្ខាងនៃបឹងជាកន្លែងដែលពិសីប្រពន្ធរបស់គាត់និងកូនរបស់គាត់បានបាត់ខ្លួនហាក់បីដូចជាកំពុងរងចាំមនុស្សហាក់បីដូចជាមនុស្សដែលកំពុងសម្លឹងទៅកាន់ទ្វារផ្ទះថាតើពេលណាទើបទ្វារផ្ទះអាចបើកដូច្នោះដែរលោកតាសសម្លឹងហើយសម្លឹងទៀតសម្លឹងជារៀងរាល់យប់អង្គុយគិតសម្លឹងតែម្នាក់ឯងពុំមាននរណាម្នាក់អាចដឹងទេថាលោកតាសកំពុងតែគិតនិងរៀបចំធ្វើអ្វីនៅពេលខាងមុខពេលវេលាចាប់តាំងពីការបាត់ខ្លួនរបស់ពិសីនិងប្រពន្ធកូនរបស់គាត់មានរយៈពេល9ឆ្នាំហើយពីមួយថ្ងៃទៅមួយថ្ងៃគេតែងសង្កេតឃើញលោកតាសអង្គុយសម្លឹងទៅមាត់បឹងទៅតាំងទៅសម្លឹងមើលទៅកាន់ទីតាំងមាត់ជ្រោយនៃបឹងម្ខាងជារៀងរាល់យប់ហើយអ្នកភូមិតែងតែមានទម្លាប់និងជំនឿថានៅយប់ព្រះច័ន្ទពេញបូរមីគឺអ្នកភូមិមិនដែលចេញពីផ្ទះហើយក៏មិនអាចឲ្យកូនចៅចេញពីផ្ទះទៅបឹងឬក៏ធ្វើការងារអ្វីដែលនៅខាងក្រៅផ្ទះដែរព្រោះដោយសារតែមានការភ័យនិងព្រួយបារម្ភអំពីការបាត់ខ្លួនដោយសារតែការធ្វេសប្រហែសរបស់ពិសីនៅយប់ថ្ងៃច័ន្ទពេញបូរមីនោះហើយទើបធ្វើឲ្យពិសីបាត់ខ្លួនដូច្នេះអ្នកភូមិទាំងអស់គឺតែងតែសង្ងំនៅក្នុងផ្ទះនៅយប់15កើតនៅពេលដែលព្រះច័ន្ទរះពេញបូរមីតែអ្នកភូមិតែងតែឮសំឡេងក្រហឹងអើងកងសំឡេងស្រែកសំឡេងឆ្កែលូចេញពីត្រើយម្ខាងនៃជ្រោយបឹងនោះហើយពុំមានអ្នកណាម្នាក់បានដឹងថាតើមានហេតុការណ៍អ្វីកើតឡើងឬក៏មានអ្នកណាធ្វើអ្វីនោះទេទើបបានមានសំឡេងយ៉ាងក្រហឹងអើងអាប់យ៉ាងដូចនេះលុះដល់ប្រលប់យប់ថ្ងៃមួយនៃច័ន្ទពេញបូរមីប្តីរបស់មីង៉ែតគឺពូឆយយប់នោះដោយសារតែជារដូវរំហើយជារដូវដែលត្រីចេញគឺគាត់អាចប្រមូលផលត្រីនេសាទនៅពេលយប់បានដូច្នេះហើយដោយសារតែជីវភាពផ្ទាល់ក្រលំបាកពូឆយជំនះនឹងភាពភ័យខ្លាចនិងភាពគ្រោះថ្នាក់ដែលពូឆយបានដឹងច្បាស់ហើយថានៅក្នុងបឹងនេះមានរឿងអ្វីកើតឡើងតែនៅក្នុងរាត្រីនោះពូឆយបានទៅចុះទូកហើយស្វែងរកត្រីដើម្បីទុកលក់គ្រាន់បានដោះដូរជាប្រាក់កាក់ទិញម្ហូបនិងនំចំណីសម្រាប់ចិញ្ចឹមប្រពន្ធនិងកូនផ្គត់ផ្គង់គ្រួសារនៅពេលដែលពូឆយចុះទូកទៅទឹកគឺមានសភាពស្ងប់ស្ងាត់ប្លែកផ្ទៃមេឃភ្លឺស្រឡះល្អពូឆយមើលឃើញត្រីបានច្រើនហើយពូឆយបានប្រើស្នដើម្បីចាក់ត្រីបានត្រីធំធំខុសប្លែកពីធម្មតាពូឆយមានសេចក្តីអំណរជាមួយនឹងផលនេសាទដែលគាត់ទទួលបាននៅក្នុងរាត្រីនោះតែពូឆយក៏មានការប្រុងប្រយ័ត្នខ្ពស់ដែរគាត់ចេញតែត្រើយម្ខាងនៅគៀកក្បែរនឹងមាត់បឹងប៉ុណ្ណោះពូឆយមិនហ៊ានទៅកាន់ទីជ្រៅនិងឆ្ងាយពីមាត់ច្រាំងនៃបឹងទេដោយសារតែពូឆយខ្លាចមានហេតុភេទណាមួយកើតឡើងចំពោះខ្លួនគាត់ហើយគាត់ក៏មានអារម្មណ៍ថា
នៅទីឆ្ងាយនោះគឺជាកន្លែងដែលមិនអាចប៉ះពាល់បាននិងជាកន្លែងដែលគាត់ប្រុងប្រយ័ត្នខ្ពស់បំផុតដែលគាត់គួរតែជៀសវាងនិងមិនទៅឲ្យមានការប៉ះពាល់នៅទីនោះប៉ុន្តែដោយសារតែខ្យល់ចាប់ផ្ដើមធ្លាក់រសៀកត្រជាក់ពន្លឺច័ន្ទភ្លឺស្រទន់ទឹករលកក៏ចាប់ផ្ដើមបោកបក់បន្តិចម្ដងច្រានទូកពូឆយឃ្លាតឆ្ងាយពីច្រាំងបន្តិចម្ដងរហូតពូឆយមិនបានចាប់អារម្មណ៍ដោយសារតែពូឆយជក់ចិត្តទៅនឹងការនេសាទការប្រមាញ់ត្រីបានយ៉ាងច្រើនសន្ធឹកសន្ធាប់របស់គាត់ទឹកក៏បានហូរនាំពូឆយទៅដល់ជ្រោយមកខាងនៃបឹងរឿងដែលគួរឲ្យភ្ញាក់ផ្អើលគឺពូឆយបានឃើញហេតុការណ៍ដែលនឹកស្មានមិនដល់ហើយគឺជារឿងរ៉ាវដែលអ្នកភូមិមិនដែលបានដឹងពីមុនដោយសារតែការភ័យខ្លាចដោយសារតែការជឿទៅលើភាពអបិយជំនឿទាំងអស់នេះហើយធ្វើឲ្យអ្នកភូមិពុំហ៊ានចេញក្រៅនៅរាត្រីយប់ពេញច័ន្ទពេញបរមីនោះទេនៅពេលនោះពូឆយដូចជាឃើញគុំត្រែងរង្គើនៅម្ដុំជ្រោយតំបន់ជ្រោយនៃបឹងដែលជាកន្លែងបាត់ខ្លួនរបស់ពិសីនិងគ្រួសាររបស់លោកតាសដោយក្នុងសភាពបែបនេះលោកតាឆយមានការព្រួយបារម្ភមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែឃើញដប់ព្រៃវាហាក់រង្គើប្លែកខុសពីធម្មតាវាហាក់ដូចជាមានអ្វីម្យ៉ាងនៅក្នុងគុម្ពព្រៃនោះដូច្នោះដែរសំឡេងឆ្កែលូកាន់តែរំថើនសំឡេងរលកទឹកបក់កាន់តែខ្លាំងធ្វើឲ្យទូកពូឆយរសាត់កាន់តែឆ្ងាយទៅស្រាប់តែពេលនោះពន្លឺព្រះច័ន្ទភ្លឺចាំងច្បាស់ល្អមានពន្លឺម្យ៉ាងចេញពីគុម្ពស្មៅនោះចាំងឆ្វាចត្រូវភ្នែកពូឆយហាក់ភ្ញាក់គាត់បំរុងនឹងទាញស្នចាក់ត្រីគប់ទៅចំដប់ព្រៃនោះប៉ុន្តែគាត់តាំងស្មារតីហើយព្យាយាមមើលឲ្យច្បាស់ថាតើអ្នកណាឬក៏មានរឿងអ្វីឬក៏កំពុងតែមានអ្នកដែលត្រូវបានបឹងអន្តងហៅចុះទៅក្នុងបឹងបន្តទៀតពេលនោះពូឆយបានបួងសួងបានអធិដ្ឋានគិតរកនឹកភ្នែកស្វែងរកគិតទៅដល់អំពីអំពើល្អរបស់គាត់ដែលគាត់បានសាងឡើងដែលជាអំពើកុសលហើយគាត់ជឿជាក់ថាទង្វើល្អរបស់គាត់នឹងនាំឲ្យគាត់ជួបតែរឿងល្អនិងអាចគេចផុតពីរឿងគ្រោះមហន្តរាយផ្សេងពូឆយតាំងស្មារតីនិងភាវនាធម៌នៅក្នុងចិត្តព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមជួយថែរក្សាខ្ញុំឲ្យបានសុខសប្បាយសូមជួយថែរក្សាមនុស្សដែលបានកសាងនៅសេចក្តីល្អឲ្យរួចផុតពីអំពើបាបកម្មឲ្យរួចផុតអំពីការចងអាឃាតនានាសូមឲ្យសេចក្តីល្អជួយទ្រទ្រង់នៅជីវិតសត្វលោកជួយសង្គ្រោះនៅភាពបរិសុទ្ធនិងសុចរិតធម៌របស់មនុស្សទាំងពួងដែលបានប្រព្រឹត្តកន្លងទៅបន្ទាប់ពីភាវនាធម៌រួចពូឆយក៏បានរំកិលទូកខិតទៅជិតជ្រោយមកខាងនៃបឹងដែលជាដប់ព្រៃនោះក៏ចាប់ផ្ដើមនៅស្ងៀមហាក់ស្ងប់ស្ងាត់ហាក់ដូចជាមានអ្វីទៅសណ្ដំចិត្តកុំឲ្យខឹងសម្បាកុំឲ្យពុះកញ្ជ្រោលដូច្នោះដែរ
វាហាក់បីដូចជាមនុស្សម្នាក់ដែលកំពុងតែទទួលបាននៅធម៌មេត្តាករុណានិងសេចក្តីល្អសាបព្រោះនឹងគ្របដណ្ដប់ទៅលើភាពខូខើភាពសងសឹកពំនុំជាបាត់ជាដើមប៉ុន្តែនៅពេលដែលទៅដល់ជាក់ស្ដែងការពិតនោះគឺពូឆយកំពុងពូឆយបានឃើញលោកតាសកំពុងតែអង្គុយនៅជ្រោយម្ខាងនៅក្នុងដុកព្រៃនោះឯងគឺជាលោកតាសដែលមិនមាត់មិនកអង្គុយសញ្ជុតសញ្ជឹងតែម្នាក់ឯងហើយមានកាំបិតសមានកាំបិតសថ្លាចាំងឆ្វាចជាមួយនឹងពន្លឺព្រះច័ន្ទលោកតាសបានយកកាំបិតរបស់គាត់មកអាលកដៃសម្រក់ឈាមចូលទៅក្នុងបឹងរួមជាមួយនឹងកន្សែងសដែលពោពេញទៅដោយឈាមនិងមានសរសេរអក្សរវែងម្យ៉ាងដែលមើលពុំឃើញច្បាស់ដោយសារតែភាពងងឹតនៃពេលរាត្រីលោកតាសបានងាកមុខមកសម្លឹងមើលពូឆយហាក់បីដូចជាមានអាត់កំបាំងយ៉ាងជ្រាលជ្រៅដែលកំពុងតែលាក់បាំងពីអ្នកភូមិពីមនុស្សគ្រប់គ្នាលោកតាសហាក់បីដូចជាកំពុងតែខំប្រឹងគេចវេះនិងបង្កើតនូវរឿងអាត់កំបាំងគ្រប់យ៉ាងដែលគ្រប់គ្នានឹកស្មានមិនដល់តាក់ទងជាមួយនឹងបឹងតាក់ទងជាមួយនឹងការបាត់ខ្លួនរបស់ពិសីនិងក្រុមគ្រួសាររបស់គាត់តាឆយពូឆយមានការងឿងឆ្ងល់ជាខ្លាំងតែក៏មានការបារម្ភខ្លាំងណាស់ដែរដោយសារតែវាគឺជារាត្រីយប់ច័ន្ទពេញបរមីហេតុអ្វីបានជាលោកតាសមកអង្គុយនៅទីនេះតែម្នាក់ឯងហេតុអ្វីបានជាលោកតាសមានមកជាមួយនៅកំបិតយ៉ាងមុតស្រួចព្រមជាមួយនឹងក្រណាត់សហេតុអ្វីបានជាលោកតាសអាលដៃខ្លួនឯងសម្រក់ឈាមយ៉ាងច្រើនដូចនេះពុំបានគិតអ្វីច្រើនពូឆយក៏បានចូលទៅជួយសង្គ្រោះលោកតាសដោយសារតែលោកតាសមានរបួសដៃហូរឈាមច្រើនទឹកមុខស្លេកខ្លាំងពុំមានកម្លាំងកំហែងមួយសន្ទុះលោកតាសក៏បានសន្លប់បាត់ទៅពូឆយក៏បានធ្វើការតកងលោកតាសឡើងដាក់លើទូកហើយនឹងនាំគាត់យកមកផ្ទះដើម្បីជួយរុំរបួសនិងលាងសម្អាតនិងដាក់ថ្នាំដើម្បីឲ្យមុខរបួសរបស់លោកតាសឆាប់បានធូរស្បើយឡើងវិញរឿងទាំងអស់នេះគឺពុំទាន់បានលេចលឺទៅដល់អ្នកភូមិណាមួយឡើយគឺមានតែក្រុមគ្រួសាររបស់មីងង៉ែតដែលមានពូឆយជាប្តីនិងកូនប្រុសរបស់គាត់មួយតែប៉ុណ្ណោះពូឆយបានយកលោកតាសទៅស្នាក់នៅផ្ទះរបស់គាត់មួយរយៈសិនដើម្បីព្យាបាលរបួសហើយនឹងឲ្យគាត់មានសុខភាពល្អប្រសើរឡើងវិញនិងសាកសួរដំណើរដើមតងកន្លងមកថាតើវាមានរឿងអ្វីកើតឡើងចំពោះគាត់និងក្រុមគ្រួសាររបស់គាត់
ព្រឹកបន្ទាប់ពីអាការៈរបស់លោកតាសនឹងគាត់បានធូរស្រាលបន្តិចពូឆយក៏គាត់បានចាប់ផ្ដើមសួរពីដំណើរដើមទងថាតើហេតុការណ៍ដែលកើតឡើងកាលពីយប់មិញហ្នឹងវាមានរឿងអីដែលបណ្ដាលឲ្យលោកតាសហ្នឹងគាត់ទៅក្បាលជ្រោយទាំងយប់អញ្ចឹងណាហើយពេលហ្នឹងក៏លោកតាសគាត់បានដឹងខ្លួនឡើងតាសក៏គាត់បានរាយរាប់ថាកាលពីយប់ហ្នឹងគាត់អត់បានដឹងថាហេតុអីបានជាគាត់ទៅដល់ក្បាលជ្រោយនឹងទេស្រាប់តែភ្ញាក់ឡើងក៏គាត់ឃើញពូឆយហ្នឹងទៅជួយគាត់តែម្ដងតែពាក្យទាំងអស់នោះមិនមែនជាពាក្យពិតដែលតាសបានប្រាប់ពូឆយទេព្រោះវាមានរឿងអាថ៌កំបាំងជាច្រើនដែរលោកតាសព្យាយាមលាក់កំបាំងពីអ្នកភូមិមិនឲ្យអ្នកណាបានដឹងអំពីអាថ៌កំបាំងទាំងអស់នេះកាលពី9ឆ្នាំមុននៅមុនពេលនៃការបាត់ខ្លួនរបស់ពិសីនិងមីងច័ន្ទនិងរតនាដែលជាកូនរបស់លោកតាសនោះត្រូវបានគេដឹងថាមានមនុស្សម្នាក់ដែលអត់បែបបានបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនហើយក៏អត់បានស្នើសុំអីទាំងអស់ដែរតែគាត់បាននិយាយរឿងអាថ៌កំបាំងមួយទៅកាន់លោកតាសតែយើងគិតថាវាជាពាក្យទំនាយមួយអំពីប្រវត្តិដីនៃបាតបឹងហើយត្រង់ចំណុចក្បាលជ្រោយនោះឯងដោយគេបានដឹងតគ្នាថានៅបាតបឹងនោះគឺមានកំណប់ដ៏មហាសាលមួយដែលត្រូវបានម្ចាស់របស់គេបានរក្សាទុកនៅទីនោះដើម្បីរងចាំម្ចាស់ថ្មីមកទទួលជំនួសហើយពាក្យផ្ដែផ្ដាំទាំងនេះគឺជាពាក្យដែលគេនិយាយផ្ដែផ្ដាំទៅលោកតាសហើយគេក៏បានបញ្ជាក់ដែរថាទ្រព្យសម្បត្តិទាំងអស់នោះគឺជាវត្ថុដែលអាចឆក់យកជីវិតរបស់មនុស្សគឺជាការដោះដូរនៃភាពជាម្ចាស់នៃទ្រព្យហើយវត្ថុទាំងអស់នោះទៀតក៏មិនអាចបង្ហាញខ្លួនឲ្យយើងបានឃើញងាយស្រួលនោះដែរវាត្រូវការទាមទារជីវិតមនុស្សដោះដូរដើម្បីធ្វើការស្វែងរកជាពិសេសគឺនៅយប់ថ្ងៃ15កើតដែលកំណត់ថាអ្នកដែលអាចស្វែងរកទ្រព្យកំណត់នោះបានគឺត្រូវមានចំនួន15នាក់ហើយត្រូវជួបជុំគ្នានៅយប់ថ្ងៃ15កើតនារដូវរំហើយពេលដែលមនុស្សអាថ៌កំបាំងនោះនិយាយចប់ក៏បានរលាយខ្លួនបាត់ចេញទៅដោយមិនមានបន្សល់ទុកនៅអ្វីឲ្យគេអាចសង្កល់បានថាតើបរិសនោះជានរណាមកពីណាហើយជាអ្វីឲ្យពិតប្រាកដគឺមានតែពាក្យដែលនិយាយថាត្រូវការចំនួន15នាក់នៅយប់ថ្ងៃ15កើតពេញបរមីទើបអ្នកអាចក្លាយទៅជាម្ចាស់នៃទ្រព្យដ៏អាថ៌កំបាំងនេះហើយជាពាក្យដែលផ្ដាំទៅលោកតាសហើយធ្វើឲ្យលោកតាសចងចាំពាក្យទាំងអស់នេះទុកថាជាពាក្យចុងក្រោយដែលបរិសនោះដាំទៅគាត់ថាតើអ្នកជ្រើសរើសធ្វើជាម្ចាស់ទ្រព្យឬត្រូវក្លាយទៅជាអ្នកស្វែងរកទ្រព្យសម្បត្តិនោះហេតុដូច្នេះហើយទើបបានជារៀងរាល់យប់ពេញបរមីជារៀងរាល់ឆ្នាំនៃរដូវរំហើយគឺទិដ្ឋភាពនៃផ្ទៃបឹងតែងតែមានសភាពប្រែប្រួលគួរឲ្យកត់សម្គាល់ហើយតែងតែគេសង្កេតឃើញថាយប់នោះគឺត្រូវមានមនុស្សនៅក្នុងភូមិខ្លួនម្ដងម្នាក់រហូតមកដល់ពេលនេះគឺ7នាក់ហើយអ្វីដែលជាការពិតដែលមនុស្សម្នាក់ដែលមនុស្សគ្រប់គ្នាចង់ដឹងគឺជាអាថ៌កំបាំងដែលរស់នៅជាមួយនឹងលោកតាសជារៀងរាល់យប់មុនថ្ងៃពេញបរមី15កើតលោកតាសតែងតែរៀបចំពិធីនៅលើក្រដាស
ហើយគាត់ចាឈ្មោះអ្នកដែលត្រូវបាត់ខ្លួនទាំងអស់នេះគឺជាផែនការមិនមែនជារឿងចៃដន្យហើយវាជារឿងអាត់កំបាំងសម្រាប់អ្នកភូមិប៉ុន្តែវាជាការពិតមួយរបស់លោកតាសដែលគាត់បានរៀបចំឡើងហើយក្រដាសទាំងនោះលោកតាសជឿថាគឺជាការអាចហៅវិញ្ញាណដែលស្ថិតនៅក្រោមផ្ទៃបឹងមកអន្តងហៅគ្នារាប់ចំនួនមនុស្សរហូតទាល់តែគ្រប់ចំនួនដើម្បីអាចស្វែងរកកំណត់អាថ៌កំបាំងនោះបានហើយដើម្បីឲ្យមានការអន្តងហៅព្រលឹងនិងវិញ្ញាណដែលស្ថិតនៅក្រោមបាតបឹងអាចឆក់យកជីវិតអ្នកដែលលោកតាសត្រូវចាឈ្មោះនៅលើក្រដាសសរបស់គាត់លោកតាសត្រូវតែមកចូលនៅមាត់បឹងហើយសម្រក់ឈាមរបស់ខ្លួនទៅលើក្រដាសសនោះនិងបង្ហូរចូលទៅក្នុងទឹកបឹងហេតុនេះហើយទើបធ្វើឲ្យនៅរៀងរាល់យប់ពេញបូរមីនៅពេលដែលព្រះច័ន្ទចាំងពន្លឺចូលទៅលើផ្ទៃទឹកធ្វើឲ្យសភាពទឹកប្រែពណ៌ច្រាលដូចជាឈាមពេញផ្ទៃបឹងទាំងមូលដែលជាសញ្ញាបង្ហាញប្រាប់ថានឹងត្រូវមានមនុស្សម្នាក់ទៀតដែលត្រូវវិញ្ញាណខាងក្រោមបាតបឹងអន្តងហៅទៅហើយទង្វើដែលលោកតាសធ្វើនេះគាត់គិតថាគាត់កំពុងតែបញ្ជាវិញ្ញាណនៅខាងក្រោមឲ្យធ្វើតាមបញ្ជារបស់គាត់ប៉ុន្តែគាត់គ្រាន់តែជាការបើកទំព័រដ៏អាថ៌កំបាំងមួយដែលគ្មានអ្នកណាបានដឹងព្រមទាំងលោកតាសផងដែរប៉ុន្មានឆ្នាំក្រោយដោយសារតែមានការកើតហេតុភេទគួរឲ្យចម្លែកបឹងដែលធ្លាប់តែមានទឹកពេញព្រៀបទោះបីស្ថិតចូលទៅដល់រដូវប្រាំងក៏ដោយប៉ុន្តែនៅឆ្នាំនេះទឹកបឹងប្រែជាខាប់ពោពេញទៅដោយសត្វល្អិតគួរឲ្យកខ្វក់រស់រវើកពេញទាំងអស់ជាហេតុធ្វើឲ្យអ្នកភូមិមិនអាចប្រើប្រាស់ទឹកបឹងទាំងអស់នេះបន្តទៀតបានដោយសារតែការកើតហេតុភេទដូច្នេះហើយទើបធ្វើឲ្យអ្នកបឹងទាំងមូលបានសម្រេចចិត្តរៀបចំពិធីបួងសួងនិងលាងជម្រះនៅភាពមិនល្អចេញពីក្នុងបឹងនេះដើម្បីឲ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្តនិងមានទឹកសម្រាប់ប្រើប្រាស់ឡើងវិញពិធីក៏បានរៀបចំឡើងដោយមានវត្តមានរបស់លោកតាធម្មសវណ្ណដែលបានរៀបចំអុជធូបអុជទៀនទឹកមន្តនិងធ្វើការប្រោះព្រំប្រសិទ្ធិពីលោកគ្រូធម្មសវណ្ណដើម្បីបញ្ជៀសគ្រោះកាចទាំងឡាយចេញអំពីបឹងទាំងមូលអ្វីត្បិតតែរូបភាពខាងក្រៅបង្ហាញថាការរៀបចំពិធីដែលមានការចូលរួមនិងអញ្ជើញអំពីព្រះសង្ឃដែលមានឫទ្ធិបារមីប្រោះព្រំនិងប្រសិទ្ធិយ៉ាងណាក្តីតែការពិតគឺវាគ្មានការលាងសម្អាតនិងជម្រះអំពីអំពើបាបទាំងឡាយដែលបានប្រព្រឹត្តនិងបានកសាងឡើងដោយទង្វើរបស់មនុស្សនោះឡើយព្រះសង្ឃមិនអាចបញ្ឈប់និងមិនអាចបញ្ជាលើអ្វីដែលបានកើតឡើងហើយនឹងគេចវេះពីអ្វីដែលបំរុងនឹងកើតឡើងបានឡើយព្រះអង្គគ្រាន់តែអាចសង្កេតឃើញថាដឹងថាបាបមិនអាចលុបលាងត្រឹមតែជាការរៀបចំពិធីដូច្នេះទេប៉ុន្តែវាប្រហែលជាត្រូវទាមទារឲ្យមានការដោះដូរដោយលក្ខខណ្ឌផ្សេងឬជាការដោះដូរដោយជីវិតទៅលើបុគ្គលដែលបានប្រព្រឹត្តនៅអំពើបាបទាំងអស់នោះ
ចាប់ពីយប់ដែលបានរៀបចំពិធីដែលមានការចូលរួមពីព្រះសង្ឃមកអ្នកភូមិអ្នកស្រុកក៏សង្កេតឃើញថាផ្ទៃបឹងហាក់មានសភាពស្ងប់ស្ងាត់អ្នកភូមិក៏មានអារម្មណ៍ជ្រះថ្លាជាងមុនប៉ុន្តែអ្វីដែលគេសង្កេតឃើញហើយនឹងព្រួយបារម្ភនោះគឺចាប់ពីពេលយប់នោះមកជារៀងរាល់យប់ពេញបរមីលោកតាសតែងតែទៅមាត់បឹងដោយមិនមានអ្នកណាបង្ខំមិនមានអ្នកណាសួរនាំអ្វីទាំងអស់លោកតាសបានអាលដៃរបស់គាត់សម្រាប់ឈាមចូលទៅក្នុងបឹងប៉ុន្តែត្រូវបានគេដឹងថាទង្វើដែលគាត់ធ្វើទាំងអស់នេះមិនមែនដើម្បីសុំទ្រព្យមិនមែនដើម្បីសុំទ្រព្យសម្បត្តិដ៏អាថ៌កំបាំងនោះទៀតទេប៉ុន្តែដើម្បីសងនៅអ្វីដែលគាត់បានកសាងឡើងទង្វើបាបរបស់គាត់និងភាពស្មោកគ្រោកដែលគាត់បានធ្វើទៅលើមនុស្សជាច្រើនដែលត្រូវបានវិញ្ញាណទាំងអស់នោះកប់ចូលទៅក្នុងបឹងឈាមមិនធ្វើឲ្យបឹងប្រែពណ៌ទៀតឡើយហើយបឹងក៏មិនឆ្លើយតបហើយក៏មិនមានការផ្លាស់ប្ដូរអ្វីបន្តិចណាសោះឡើយគឺវាគ្រាន់តែទទួលយកនៅអ្វីគ្រប់យ៉ាងដែលជាការតបស្នងរបស់លោកតាសមនុស្សខ្លះគិតថាកម្មគឺជារឿងនៃការផ្ដន្ទាទោសឬក៏ដាក់ទណ្ឌកម្មត្រឡប់ទៅវិញឬក៏ជាការសងសឹកចំពោះមនុស្សដែលបានប្រព្រឹត្តនៅអំពើខុសឬក៏អំពើបាបប៉ុន្តែកម្មមិនបានខឹងហើយក៏មិនបានប្រញាប់ប្រញាល់ទៅណាទេវាគ្រាន់តែរងចាំពេលវេលាដែលសមស្របដើម្បីតបស្នងតាមវិធីរបស់វាដែលយើងមិនអាចដឹងមុនហើយយើងក៏មិនអាចត្រៀមខ្លួនដើម្បីគេចផុតលោកតាសមិនមែនជាជនរងគ្រោះគាត់គឺជាម្ចាស់តែមិនមែនជាម្ចាស់នៃទ្រព្យអាថ៌កំបាំងដែលស្ថិតនៅក្រោមផ្ទៃបឹងទេប៉ុន្តែគាត់គឺជាម្ចាស់នៃបំណុលកម្មពីអំពើដែលគាត់បានប្រព្រឹត្តឡើងរហូតមកដល់ពេលនេះបឹងស្ថិតនៅតែជាបឹងធម្មតាតែអ្នកភូមិនៅតែជៀសវាងគ្មានអ្នកណាដឹងថាលោកតាសអាចរស់ឬក៏ស្លាប់នោះទេវាមិនសំខាន់ព្រោះអ្វីដែលសំខាន់គឺអ្វីដែលនៅសេសសល់បឹងហាក់ស្ងប់ស្ងាត់វិញ្ញាណហាក់មិនទាមទារសំណងអ្វីទាំងអស់តែម្ចាស់កម្មពៀរនៅតែបន្តសងរហូតដល់ពេលណាក៏យើងមិនដឹងដូច្នេះរឿងនិទានអាចបញ្ចប់ប៉ុន្តែរឿងហេតុកម្មនិងផលមិនអាចបញ្ចប់ឡើយសូមអរគុណដែលបានស្ដាប់រហូតដល់ចុងបញ្ចប់ប្រសិនបើរឿងនេះធ្វើឲ្យអ្នកឈប់គិតឬចងចាំអ្វីមួយសូមជួយចុច Subscribe ដើម្បីគាំទ្រការនិទានរឿងអាថ៌កំបាំងនិងឯកសារនិយមបែបស្ងប់ស្ងាត់និងមានអត្ថន័យការគាំទ្ររបស់អ្នកមិនមែនគ្រាន់តែជាចំនួនតែវាជាការអនុញ្ញាតឲ្យរឿងរបស់យើងដែលមិនគួររំលងអាចបន្តមានជាសំឡេងនិងមានជាវីដេអូបន្តទៀតបងប្អូនអញ្ចឹងយើងវិលត្រឡប់មកបន្តសាច់រឿងយើងតាក់ទងជាមួយនឹងប្រវត្តិបឹងនេះបន្តទៀត
អឺយើងមកឃើញថាតើលោកតាសតើគាត់គឺជាម្ចាស់បំណុលកម្មឬក៏មានអ្នកផ្សេងនៅពីក្រោយឬហេតុដែលកើតឡើងទាំងអស់ហ្នឹងបងប្អូនមានឆ្ងល់ទេថាតើហេតុអីបានជាតែងតែមានវត្តមានរបស់លោកគ្រូថមសវណ្ណរាល់ពេលដែលមានការបាត់ខ្លួនកើតឡើងហើយតែងតែធ្វើពិធីនិងសេពមន្តគាថារាល់ពេលដែលមនុស្សបានបាត់ខ្លួនទៅហើយមិនក៏មិនព្រមធ្វើពិធីអីទាំងអស់ហ្នឹងមុនពេលហេតុការណ៍ទាំងអស់ហ្នឹងកើតឡើងដើម្បីបញ្ជានៅរឿងរ៉ាវទាំងអស់ហ្នឹងហើយមួយទៀតអ្វីដែលគួរឲ្យងឿងឆ្ងល់ណាថាហេតុអីបានជាពិធីដែលត្រូវធ្វើហ្នឹងគឺត្រូវធ្វើនៅយប់ថ្ងៃ15កើតអញ្ចឹងយើងមើលឃើញថាតើអ្នកដែលនៅខាងក្រោយពីរឿងអាត់កំបាំងមួយហ្នឹងជាអ្នកណាគេឲ្យពិតប្រាកដតាមពិតលោកតាសគាត់មិនមែនជាអ្នកដែលនៅពីក្រៅរឿងនេះទេអញ្ចឹងជាក់ស្ដែងមនុស្សអាត់កំបាំងដែលលោកតាសបានជួបហើយនឹងដឹងរឿងរ៉ាវដែលតកតងជាមួយនឹងបងនោះតើជាអ្នកណាគេរឿងត្រូវបានបើកបង្ហាញការពិតរឿងទាំងអស់គឺជាស្នាដៃរបស់ព្រះគ្រូថមសវណ្ណយើងបកត្រឡប់ទៅភាគមុនបងបានដឹងថាពិសីហេតុការណ៍ដែលកើតឡើងចំពោះពិសីនៅយប់ដែលពិសីបាត់ខ្លួនបងប្អូនអាចស្ដាប់នៅភាគទី3ដែលនិយាយតកតងជាមួយនឹងការបាត់ខ្លួនរបស់ពិសីហើយបំរាមមួយចំនួនដែលលោកតាសបានផ្ដាំទៅពិសីថាត្រូវហាមរបៀបមិនខ្លះអញ្ចឹងណាព្រោះវាជាដំណំមួយដែលអ្នកភូមិតែងតែប្រកាន់ភ្ជាប់ដើម្បីកុំឲ្យមានការគេហៅថាខាបប្រឡឹងឬក៏មានការតងយកអ្នកដែលបាត់ខ្លួនទៅកន្លងមកណាអញ្ចឹងយើងមើលឃើញថាយប់ដែលពិសីបាត់ខ្លួនហ្នឹងពិសីគឺបានឮសលេងហៅឈ្មោះនាងចាំហើយនៅក្នុងវគ្គមុនហ្នឹងក៏ជាបានពិសីលើកឡើងដែរថាសំឡេងដែលពិសីបានឮហ្នឹងជាសំឡេងដែលពិសីធ្លាប់ស្គាល់មានន័យថាជាមនុស្សដែលពិសីស្គាល់ច្បាស់បានហៅឈ្មោះនាងចាំអញ្ចឹងនៅយប់ហ្នឹងគឺពិសីបានឮសូរសំឡេងហៅឈ្មោះនាងចាំហើយបាននាំនាងទៅកាន់មាត់បឹងអញ្ចឹងអ្នកដែលនាំទៅនោះគឺជាលោកគ្រូថមសវណ្ណនេះឯងនៅយប់នោះលោកគ្រូថមសវណ្ណបានទៅលេងផ្ទះលោកតាសហើយនៅក្នុងភាគមុនបានបង្ហាញថាតាសបានរៀបចំអាហារគាត់បន្ទាប់ពីត្រឡប់មកពីរកអស់វិញអញ្ចឹងគាត់ទទួលទានអាហារជុំគ្នាជាមួយនឹងក្រុមគ្រួសាររបស់គាត់ដែរមានពិសីមានអីដែលគាត់ជាអ្នកចាត់ចែងរៀបចំម្ហូបអាហារទាំងអស់ហ្នឹងអញ្ចឹងណាអញ្ចឹងថ្ងៃហ្នឹងថ្ងៃដែលជាថ្ងៃជុំគ្នាហើយព្រះគ្រូថមសវណ្ណហ្នឹងបាននិមន្តមកលេងផ្ទះលោកតាសដើម្បីទទួលទានអាហារពេលល្ងាចហើយគាត់ក៏មកស្នាក់នៅផ្ទះលោកតាសដែរអញ្ចឹងជាទម្លាប់នៅយប់មុនថ្ងៃច័ន្ទពេញបរមីហ្នឹងគឺព្រះគ្រូថមសវណ្ណហ្នឹងតែងតែនិមន្តមកផ្ទះលោកតាសហ្នឹងព្រោះដូចជាការរាប់អានគ្នាស្និទ្ធស្នាលជាមួយនឹងលោកតាសដែរហើយគេក៏ឆ្ងល់ដែរថាហេតុអីបានជាព្រះគ្រូថមសវណ្ណតែងតែនិមន្តមកមួយយប់មុនថ្ងៃច័ន្ទពេញបរមី15កើតជារៀងរាល់ខែអញ្ចឹងណាអញ្ចឹងបន្ទាប់ពីទទួលទានអាហាររួចហ្នឹង
ល្ងាចមួយហ្នឹងពិសីបានឃើញលោកតាសអង្គុយនៅយកមុខផ្ទះគាត់ហើយស្រឡឹងទៅមាត់បឹងនោះដោយដែលភាគមុនបានបង្ហាញដែរភាគ3កាលពេលភាគ3បានបង្ហាញចឹងពេលដែលពិសីគាត់បានឃើញលោកតាសអង្គុយម្នាក់ឯងហើយវាជាឱកាសល្អដែរគាត់ក៏បានទៅសាកសួរពីបំរាមពីនេះពីនោះតាក់ទងជាមួយនឹងប្រវត្តិបឹងដែលជាទីកន្លែងដែលពិសីផ្លាស់នៅថ្មីណាហើយវាខណៈពេលហ្នឹងដែរគឺពេលដែលលោកគ្រូធម្មសវណ្ណហ្នឹងគាត់ពងនៅក្នុងបន្ទប់ក្បែរហ្នឹងហើយគាត់បានរឿងរ៉ាវទាំងអស់ហ្នឹងដែលលោកតាសបាននិទានប្រាប់ពិសីថាតើមានបំរាមអីខ្លះដែលហាមមិនគួរនិយាយមានសកម្មភាពណាខ្លះដែលមិនគួរធ្វើហើយវាគួរតែប្រុងប្រយ័ត្នអីចឹងទៅដោយសារតាគ្រូធម្មសវណ្ណគាត់បានឮហើយគាត់យល់ដឹងថាពិសីគាត់ចង់ដឹងអាចកំបាំងរឿងទាំងអស់ហ្នឹងចឹងហើយវាជាឱកាសល្អសម្រាប់លោកគ្រូធម្មសវណ្ណដែរព្រោះណាមួយវាជាយប់ចិត្តពេញបរមីផងដល់ពេលអញ្ចឹងវាជាឱកាសមួយសម្រាប់គាត់យើងអត់ដឹងថាវាជារឿងអីដែលគាត់លាក់កំបាំងហើយគាត់នឹងត្រូវធ្វើទេអញ្ចឹងនៅពេលដែលលោកតាសចូលទៅសម្រានលក់បាត់ទៅដែលវគ្គមុនបង្ហាញថាពិសីគាត់នៅតែម្នាក់ឯងទេអញ្ចឹងពេលហ្នឹងហើយជាឱកាសល្អរបស់លោកគ្រូធម្មសវណ្ណគាត់មានសង្ឃដីកាហៅឈ្មោះពិសីចំពិសីភ្ញាក់ព្រោះដោយសារតែលោកតាសគាត់ទឹមតែហាមថាពេលដែលយប់កដាលទៀតអញ្ចឹងយប់ពេញបរមីហ្នឹងមានអ្នកហៅឈ្មោះអីហ្នឹងគឺអត់ឲ្យឆ្លើយទេតែពិសីឮទៅក៏ភ្ញាក់ដែរដំបូងឆ្លើយទេព្រោះនៅចាំពាក្យបំរាមរបស់លោកតាសដែរប៉ុន្តែនៅពេលដែលពិសីងាកទៅស្រាប់តែឃើញថាតាមពិតគឺជាសម្លេងរបស់លោកគ្រូធម្មសវណ្ណទេអញ្ចឹងពិសីគាត់ស្រួលអារម្មណ៍ហើយគាត់ក៏ឆ្លើយតបទៅលោកគ្រូព្រះគ្រូធម្មសវណ្ណហ្នឹងយ៉ាងសភាពរៀបសារតាមតចរិតអរិយាបថរបស់ពិសីព្រោះពិសីជាក្មេងដែរគាត់មានអត្តចរិតឆ្លូតបូតហើយសភាពរៀបសារអញ្ចឹងគាត់ឆ្លើយទៅតាមអរិយាបថរបស់គាត់ពីកំណើតហ្នឹងអញ្ចឹងលោកគ្រូធម្មសវណ្ណហ្នឹងក៏គាត់ធ្វើការសំណេះសំណាលគាត់ជជែកពីនេះពីនោះហើយគាត់ក៏ចាប់បានចំណុចខ្សោយរបស់ពិសីដែលគាត់ចង់ដឹងពីប្រវត្តិបឹងហ្នឹងអញ្ចឹងការនិយាយការមានសង្ឃដីកាពីភាពអាចកំបាំងនឹងរឿងរ៉ាវតាក់ទងជាមួយនឹងប្រវត្តិបឹងហ្នឹងទៅនឹងប្រវត្តិពិតរបស់ពិសីដែរណាធ្វើឲ្យពិសីគាត់រឹតតែចង់ដឹងចឹងពេលហ្នឹងហើយគាត់បាននាំពិសីទៅកាន់ក្បាលជ្រោយហើយគាត់ប្រាប់ពិសីថាចេះរឿងហេតុដែលកើតឡើងនៅត្រង់ចំណុចក្បាលជ្រោយនៃបឹងហ្នឹងដែលជាទូទៅអ្នកភូមិច្រើនតែនិយាយថាវាកើតឡើងនៅរៀងរាល់យប់ម៉ោង12នៅខែនៅពេលដែលព្រះច័ន្ទរះពេញវង្សមានតែពេញវង្សល្អយប់ដល់ពីកើតហ្នឹងបើពិសីពិតជាចង់ដឹងរឿងហេតុការណ៍ដែលអាចកើតឡើងហើយចង់ឃើញរឿងទាំងអស់ហ្នឹងផ្ទាល់ភ្នែកមែនលោកតាធម្មសវណ្ណគាត់ថាគាត់ជាមនុស្សដែលមានសិលគាត់ជាព្រះសង្ឃដែលរក្សាសិលគង់នៅព្រៃជ្រៅគាត់មានឫទ្ធាអំណាចខ្លាំងក្លាអញ្ចឹងគាត់អាចបង្ហាញនៅរឿងរ៉ាវដែលពិសីចង់ដឹងឲ្យពិសីបានដឹងថាតើហេតុការណ៍ទាំងអស់ហ្នឹងវាយ៉ាងម៉េចដែរហេតុអីបានជាចេះតែមានមនុស្សបាត់ខ្លួននៅក្នុងបឹងហ្នឹងហើយហេតុអីបានជាយប់ពេញហេតុអីបានជាយប់ពេញបរមីហ្នឹងថ្ងៃ15កើតហ្នឹងគឺត្រូវតែមានមនុស្សបាត់ខ្លួនហើយពិសីក៏ចង់ដឹងដែរថាតើនៅក្នុងយប់15កើតពេញបរមីឆ្នាំនេះដែលនាងកំពុងតែនៅក្នុងភូមិហ្នឹងតើអ្នកណាគេដែលជាជនបន្ទាប់ត្រូវបានបឹងនឹងរាប់បញ្ចូលដើម្បីឲ្យគ្រប់ចំនួននៃការ
កសាងរឿងអាត់កំបាំងដែលអ្នកភូមិទាំងអស់គ្នាអត់បានដឹងហ្នឹងណាអញ្ចឹងនៅពេលដែលពិសីទៅដល់ទីតាំងក្បាលជ្រោយហ្នឹងពិសីហ្នឹងគាត់បានឃើញព្រះគ្រូហ្នឹងគាត់រងចាំពិសីនៅទីហ្នឹងមួយសាច់បាត់ហើយអញ្ចឹងពេលដែលមានវត្តមានរបស់ព្រះគ្រូធម្មសវណ្ណនៅយប់នោះពេលហ្នឹងគឺមានសន្ធឹកសម្លេងឆ្កែលូលាន់ខ្លាំងវាហាក់បីដូចជាមានពលសេនាឬក៏មាននិយាយថាដូចជាអមនុស្សឬក៏ពលអ្វីម្យ៉ាងដែលយើងអត់ដឹងវាអមដំណើរព្រះគ្រូមកជាមួយអញ្ចឹងមិនដឹងហើយដែលធ្វើឲ្យពិសីកាន់តែមានភាពភ័យខ្លាចហើយចង់ដឹងកាន់តែខ្លាំងឡើងស្រាប់តែមួយសន្ទុះក្រោយមកសំឡេងឆ្កែនោះក៏បានបាត់ទៅវិញចំណែកឯពិសីក៏បានដើរកាន់តែជ្រៅទៅដើរចូលទៅក្នុងបឹងបន្តិចម្ដងរហូតដល់តែលិចបាត់ចូលទៅក្នុងចូលទៅក្នុងបឹងហ្នឹងបាត់ស្មៅបាត់ទៅហើយព្រះគ្រូធម្មសវណ្ណលោកគង់នៅឈរមើលពីលើជ្រោយនៃបឹងហ្នឹងគឺមិនមានសកម្មភាពអីទាំងអស់ចឹងគាត់មើលដំណើរពិសីដែលចុះទៅយ៉ាងស្ងៀមស្ងាត់ចូលទៅក្នុងបឹងបន្តិចម្ដងរហូតដល់តែបាត់ស្រមោលរបស់ពិសីចូលទៅក្នុងបឹងដែលយើងមើលមិនឃើញថាតើពិសីទៅណាហើយនឹងបាត់ទៅដោយរបៀបណាប៉ុន្តែអ្វីដែលគេបានដឹងគឺថាភ្លាមនោះគឺព្រះគ្រូបានយកដៃរបស់គាត់លោកចូលទៅក្នុងថង់យាមហើយបានយកនៅអង្ករមួយក្តាប់នៅក្នុងដៃបន្ទាប់មកគាត់ក៏យកមកផ្លុំនៅនឹងមាត់សូត្របាលីគាថាអ្វីក៏មិនដឹងបន្ទាប់មកក៏បាចអង្ករស្រោចចូលទៅក្នុងទឹកបឹងតែយើងមើលទៅហាក់បីដូចជាបាចអង្ករដើម្បីគ្របសង្កត់លើវិញ្ញាណឬក៏អ្វីមួយយ៉ាងមិនឲ្យងើបអណ្ដែតត្រឡប់មកវិញបានមួយសន្ទុះទឹកបឹងក៏បានប្រែពណ៌ដូចជាឈាមក្រោយមកក៏មានរលកបោកបន្តិចម្ដងទឹកបឹងដែលក្រហមច្រាលក៏ប្រែពណ៌ទៅជាស្រាលបន្តិចម្ដងរហូតคล้ายទៅជាបឹងដែលមានសភាពស្ងប់ស្ងាត់ដូចជាមិនមានរឿងអ្វីកើតឡើងអញ្ចឹងបន្ទាប់ពីសភាពបឹងប្រែប្រួលទៅជាស្ងប់ស្ងាត់បែបនេះទៅជាសភាពហាក់បីដូចជាមិនមានអ្វីកើតឡើងទៅហើយលោកគ្រូធម្មសវណ្ណក៏បានចាក់ចេញពីទីនោះត្រឡប់ទៅផ្ទះលោកតាសវិញហាក់ដូចជាគ្មានរឿងអ្វីកើតឡើងដូច្នោះដែរលុះព្រឹកឡើងទើបគេដឹងថាពិសីបានបាត់ខ្លួនទៅហើយខណៈពេលដែលព្រះគ្រូធម្មសវណ្ណក៏បានចាក់ចេញនិមន្តវិលត្រឡប់ទៅកាន់វត្តអារាមដែលជាទីសំណាក់របស់ព្រះគ្រូវិញដោយគ្មានដំណឹងដូចគ្នាខ្ញុំចង់ទាញអារម្មណ៍បងប្អូនអ្នកស្ដាប់បងប្អូននៅចាំបានទេកាលពីភាគមុនគឺនៅលើกระดาษដែលលោកតាសបានចាហើយគាត់រួចមកគាត់អាលដៃរបស់គាត់សម្រក់ឈាមដែលមានឈ្មោះក្នុងហ្នឹងគឺមានឈ្មោះពុពិសីមីងច័ន្ទរតនាហើយក៏មានឈ្មោះគាត់ដែរតែយើងមើលឃើញថាមានតែ3នាក់ទេគឺដំបូងឡើយពិសីបន្ទាប់មកមីងច័ន្ទប្រពន្ធគាត់ហើយនឹងរតនាដែលបានបាត់ខ្លួនតែបើសិនជាលោកតាសគាត់ជាអ្នកធ្វើរឿងទាំងអស់នេះមែនហេតុអីបានជានៅក្នុងกระดาษសហ្នឹងមានឈ្មោះលោកតាសម្នាក់ទៀតអញ្ចឹងបងប្អូនអាចគិតដឹងទេថាតើគិតមើលថាតើអ្នកណាជាមនុស្សបន្ទាប់ទៀតដែលត្រូវបាត់ខ្លួននៅក្នុងបឹងហ្នឹង
ពិតមែនហើយការពិតគឺលោកតាសក៏ជាមនុស្សម្នាក់ដែលស្ថិតនៅក្នុងចំណោមមនុស្សដែលត្រូវបានគេជ្រើសរើសដើម្បីធ្វើជាអ្នកស្វែងរកកំណប់ដ៏អាថ៌កំបាំងនោះដែរអញ្ចឹងបើសិនជាគាត់នឹងត្រូវជាមនុស្សបន្ទាប់គេរាប់ចូលទៅក្នុងបឹងអញ្ចឹងតើអ្នកណាជាអ្នកចាឈ្មោះមនុស្សទាំងអស់នោះហើយនៅក្នុងភាគមុនក៏បានបង្ហាញដែរថាអ្នកដែលអាចស្វែងរកកំណប់នោះបានតើតែមានគ្រប់ចំនួន15នាក់ហើយប្រវត្តិបឹងនេះរហូតមកដល់ពេលបច្ចុប្បន្នទើបតែមានរយៈពេល9ឆ្នាំហើយមានអ្នកបាត់ខ្លួនចំនួន7នាក់ដែលពិសេសជាជនទី5មីងច័ន្ទជាប្រពន្ធជាមីងច័ន្ទជាប្រពន្ធរបស់លោកតាសជាជនទី6និងរតនាជាកូនប្រុសរបស់គាត់គឺជាជនទី7អញ្ចឹងតើអ្នកណាជាមនុស្សទី8តើជនទី8ឬក៏មនុស្សទី8ចំនួនដែលត្រូវបានបឹងរាប់បញ្ចូលនោះគឺជាលោកតាសរឿងនេះរាល់ពេលដែលគេរៀបចំពិធីថាដូចជារំដោះវិញ្ញាណឬក៏បញ្ឈប់នៅសកម្មភាពអ្វីៗទាំងអស់ហ្នឹងរាល់ពេលដែលគេរៀបចំពិធីនឹងឡើងគឺគេសង្កេតឃើញថាតែងតែមានវត្តមានរបស់លោកគ្រូធម្មសវណ្ណហើយអ្វីដែលគួរឲ្យកត់សម្គាល់ជាងនឹងទៀតគឺមានការដុតក្រណាត់ផ្ទាំងសម្ពុតសដែលមានចាឈ្មោះដំបូងឡើយអ្នកភូមិតែងតែគិតថាឈ្មោះទាំងអស់នោះគឺប្រហែលជាឈ្មោះអ្នកដែលបានបាត់ខ្លួនទៅចាប់រាប់តាំងពីអ្នកទី1រហូតដល់អ្នកទី7ដែលបានបាត់ខ្លួននេះដូច្នេះការធ្វើកិច្ចទាំងអស់នេះប្រហែលជានឹងបានឧទ្ទិសកុសលផលបុណ្យទៅដល់វិញ្ញាណដែលបានបាត់បង់ជីវិតទៅទាំងអស់នោះឲ្យបានកើតទៅដល់ទីឋានបរមសុខឬក៏អាចដោះលែងវិញ្ញាណទាំងអស់នោះឲ្យឈប់បន្តយាយីព្យាបាទឬក៏អន្តងហៅអ្នកផ្សេងទៀតនៅក្នុងភូមិដើម្បីคล้ายទៅជាវិញ្ញាណដែលគ្របសន្ធិដ្ឋនៅក្រោមបាត់បឹងនោះបន្តទៀតប៉ុន្តែនេះគ្រាន់តែជាការគិតរបស់អ្នកភូមិប៉ុណ្ណោះជាក់ស្ដែងឈ្មោះដែលបានចារនៅក្នុងក្រដាសសនោះគឺត្រូវបានចារដោយលោកគ្រូធម្មសវណ្ណនេះឯងលោកគ្រូធម្មសវណ្ណមិនបានចារឈ្មោះអ្នកដែលបានស្លាប់ទៅហើយទេប៉ុន្តែលោកគ្រូធម្មសវណ្ណបានចារឈ្មោះទាយាទបន្ទាប់ដែលនឹងត្រូវបន្តវេនដែលនឹងត្រូវទៅคล้ายជាវិញ្ញាណរហូតដល់គ្រប់ចំនួន15នាក់ដើម្បីคล้ายទៅជាទាយាទក្នុងការស្វែងរកកំណប់ដ៏អាថ៌កំបាំងនោះទេហើយវាជាឱកាសល្អព្រោះនៅពេលដែលពិធីធ្វើឡើងរាល់ដងនៅពេលដែលមនុស្សបាត់ខ្លួនព្រោះដើម្បីឲ្យអ្នកភូមិយល់ឃើញថាគឺជាការឧទ្ទិសកុសលហើយក៏ជាឱកាសល្អដែលលោកគ្រូធម្មសវណ្ណអាចរៀបចំផែនការរបស់ខ្លួនបញ្ជូនឈ្មោះជនបន្ទាប់ដែលនឹងត្រូវបញ្ជូនទៅសម្រាប់នៅថ្ងៃទី15កើតច័ន្ទពេញបរមីនៅឆ្នាំបន្ទាប់ដែលនឹងត្រូវមកបន្តវេនរហូតដល់គ្រប់ចំនួន15នាក់ហើយមនុស្ស15នាក់នោះដែលអ្នកភូមិតែងតែគិតថា
លោកតាសគឺជាអ្នកប្រព្រឹត្តនៅអំពើទាំងអស់នេះក៏คล้ายទៅជាជនរងគ្រោះនិងคล้ายទៅជាម្ចាស់បំណុលមួយនៅក្នុងការស្វែងរកទ្រព្យសម្បត្តិអាថ៌កំបាំងដែលគ្មាននរណាបានដឹងក្រោមស្នាដៃរបស់លោកគ្រូថមសវណ្ណដែរទង្វើខ្លះយើងកសាងឡើងមិនមានអ្នកណាបានដឹងប៉ុន្តែនៅក្នុងចិត្តយើងគឺបានដឹងច្បាស់ណាស់ថាសកម្មភាពនិងទង្វើទាំងអស់នោះវានឹងនៅចងចាំនៅក្នុងខ្លួនរបស់យើងអស់មួយជីវិតរឿងនេះលោកតាសនឹងคล้ายទៅជាជនទី8ដែលនឹងត្រូវคล้ายទៅជាទាយាទដើម្បីស្វែងរកកំណប់នៅក្រោមផ្ទៃបឹងដ៏អាថ៌កំបាំងមួយនេះតើនៅក្នុងភូមិនេះអ្នកណានឹងคล้ายទៅជាជនទី9បន្តសូមបងប្អូនទាំងអស់គ្នារងចាំតាមដានបន្តទៀតសូមបងប្អូនទាំងអស់គ្នារងចាំតាមដានស្ដាប់បន្តទៀតនៅភាគបន្ទាប់ការបាត់ខ្លួនម្ដងម្នាក់របស់អ្នកភូមិបឹងវាคล้ายទៅជារឿងនិទានមួយដ៏គួរឲ្យភ័យរន្ធត់និងតក់ស្លុតជាទីបំផុតព្រោះម្នាក់នឹងគិតថាមិនដឹងជានៅថ្ងៃណាឬក៏ពេលណាដែលជាវេនរបស់ខ្លួនឯងដែលត្រូវបង់អន្តងហៅទៅធ្វើជាអ្នកបន្ទាប់ដើម្បីស្ថិតនៅក្រោមឥទ្ធិពលនៃអាថ៌កំបាំងក្រោមផ្ទៃបឹងនោះរឿងមួយចំនួនមិនបានបញ្ចប់នៅពេលដែលសំឡេងឈប់និយាយសកម្មភាពឈប់ប្រព្រឹត្តឬក៏ភាពស្ងប់ស្ងាត់ដែលយើងបានឃើញនឹងភ្នែកនោះទេប៉ុន្តែវាអាចនៅបន្តយ៉ាងស្ងៀមស្ងាត់ហាក់បីដូចជាកំពុងប្រុងប្រៀបធ្វើសកម្មភាពអ្វីមួយដែលមិនអាចឲ្យយើងបានត្រៀមខ្លួនទុកជាមុនបាននេះគឺជា Channel អាថ៌កំបាំងបុរាណសូមអរគុណបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាយើងនឹងវិលត្រឡប់មកជួបគ្នាម្ដងទៀតនៅវីដេអូក្រោយសូមអរគុណ